សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើស៊ុបគីមឈីទៀតហើយចឹងនេះគឺជាគ្រឿងផ្សំហើយនឹងរបៀបចម្អិនដែលខ្ញុំបង្ហាញជូននៅក្នុងវីដេអូហ្នឹងបងប្អូនអាចមើលបានណាចាចឹងសូមបញ្ជាក់ថាគីមឈីដែលយើងយកមកធ្វើនៅក្នុងថ្ងៃនេះគឺជាគីមឈីដែលខ្ញុំធ្វើដោយផ្ទាល់ដៃនិយាយពីថារសជាតិវិញឆ្ងាញ់ស្លាប់ហើយលេខដាក់គ្មានធ្វើខ្លួនឯងសរសើរខ្លួនឯងហ្នឹងហើយដូចក្នុងរូបចឹងទាំងអស់គ្នាមើលទៅតំណងឆ្ងាញ់គួរឲ្យចង់ញ៉ាំតែម្ដងចាអញ្ចឹងយើងដាំវាឲ្យពុះតិចមកដាក់បន្លែចូលល្អអស់ទៅហើយថែមទឹកកុំថែមច្រើនពេកទេទាំងអស់គ្នាថែមមកល្មមសិនបាននេះដាំឲ្យវាពុះរីងទឹកបន្តិចចឹងមកសាច់ក៏ឡើងផុយល្អហើយយើងភ្លក់មើលថែមគ្រឿងតាមចំណូលចិត្តយេស៊ុបយើងរួចរាល់ហើយអញ្ចឹងយើងរៀបចំដាក់លើតុហើយយើងញ៉ាំទាំងអស់គ្នាហ្នឹងហើយខ្ញុំមានសាច់អាំងបន្តិចដែរញ៉ាំជាមួយនឹងគីមឈីដែលខ្ញុំបានធ្វើអូនិយាយពីថារសជាតិអែមហ្មង Enjoy